អូខេសួស្តីអ្នកទាំងអស់គ្នា Admin Fujimi ត្រឡប់មកវិញហើយនិយាយឲ្យស្មោះត្រង់ទៅអត់និយាយកុហកអ្នកទាំងអស់គ្នាទេគឺដោយសារតែ Admin រវល់រើផ្ទះណាមួយ Channel ខូចហងអីហងដល់អញ្ចឹងទៅក៏រៀងស្ងាត់សលេង Admin ប្រហែលជាមួយខែអីទៀតអញ្ចឹងទៅសង្ឃឹមថាអ្នកនរនឹងនៅតែជួយចុច Subscribe ឲ្យ Admin ក៏ដូចជាបន្តតាមដានវីដេអូដែល Admin ចេញថ្មីៗតទៅមុខទៀតអញ្ចឹងនៅចាំការទៀតអ្នកដែលមិនទាន់បានជួយចុច Subscribe ទេជួយចុចឲ្យមានម្នាក់មួយផងអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅបន្តសាច់រឿង Solo Leveling រដូវកាលទី2ភាគទី4របស់យើងតែម្ដងទៅនៅពេលដែលជីនវូរបស់យើងចេញពីច្រកទ្វារវាមានបិសាចនៅក្នុង System របស់គាត់នឹងមកដល់ខាងក្រៅវិញហ្នឹង System ក៏បានបង្ហាញថាជីនវូគឺបានរកឃើញ item ពិសេសចំនួន2ហើយក្នុងការបង្កើតថ្នាំអមតៈដើម្បីជួយម្ដាយរបស់គាត់អញ្ចឹងគឺនៅសល់តែ item ពិសេសមួយទៀតតែប៉ុណ្ណោះទើបជីនវូអាចបង្កើតថ្នាំអមតៈបានមួយវិញទៀតជីនវូក៏ចាប់ផ្ដើមមានគំនិតចង់ឈប់កុហកគេថាគាត់អន់ទៀតហើយព្រោះថាសមត្ថភាពរបស់គាត់ឥឡូវហ្នឹងគឺខ្លាំងមែនទែនបន្ទាប់ពីគាត់បានឃ្លាបិសាចចំនួន75ជាន់នៅក្នុងវិមានបិសាចហ្នឹងហើយបើទោះបីជាគាត់ចង់លាក់គេទៀតក៏រៀងពិបាកលាក់ដែរព្រោះថាសមត្ថភាពរបស់គាត់ហ្នឹងមិនមែនជា Hunter E rank ទៀតនោះទេដែលនេះហើយជីនវូក៏បានសម្រេចចិត្តថាគាត់នឹងទៅវាស់ធម៌ពលរបស់គាត់ម្ដងទៀតនៅអង្គភាព Hunter ដើម្បីបឡើង rank របស់គាត់លុះព្រឹកឡើងនៅពេលដែលទៅដល់ទីតាំងយើងឃើញថាមានមនុស្សម្នាច្រើនខ្លាំងមែនទែនក៏បានទៅវាស់ធម៌ពលសមត្ថភាពរបស់ខ្លួនឯងម្ដងទៀតដូចជីនវូអញ្ចឹងដែរនៅពេលហ្នឹងប្រូអ្នកយកការម្នាក់ក៏បានប្រទះឃើញជីនវូរួចគាត់ក៏បានរាយការណ៍ដំណឹងនេះទៅប្រាប់ប្រូយុនហូឲ្យបានដឹងដើម្បីឲ្យប្រូយុនហូហ្នឹងមកជួបជាមួយនឹងប្រូជីនវូជាបន្ទាន់នៅកន្លែងរងចាំយើងឃើញថាមានប្រូម្នាក់ដូចយើងភ័យខ្លាចយ៉ាងម៉េចទេហើយមូលហេតុហ្នឹងគឺដោយសារតែគាត់ព្រួយបារម្ភខ្លាចតែតេស្តសមត្ថភាពរបស់គាត់ម្ដងទៀតហើយរ៉េងរបស់គាត់នៅដដែលហើយបើសិនបើជារ៉េងរបស់គាត់នៅដដែលអញ្ចឹងនោះគាត់ច្បាស់ជារលុយអត់បានច្រើននោះទេហើយកាលណាបើសិនបើជាគាត់រលុយអត់បានច្រើនអញ្ចឹងនោះអតីតប្រពន្ធកូនរបស់គាត់ប្រកាសជាលែងត្រឡប់មករកគាត់វិញជាមិនខានមិនយូរប៉ុន្មានក៏ដល់វេនជីនវូរបស់យើងចូលទៅតេស្តធម៌ពលរបស់គាត់យើងឃើញថាការធ្វើតេស្តធម៌ពលរបស់គេហ្នឹងវាដូចទៅនឹងការធ្វើតេស្តដំបូងចឹងដែរគ្រាន់តែយើងយកដៃរបស់យើងដាក់ទៅលើដុំម៉ាណាទៅម៉ាស៊ីនហ្នឹងវាគណនាថាធម៌ពលយើងមានដល់កម្រិតម៉ានហើយក៏ប៉ុន្តែនៅពេលដែលជីនវូដាក់ដៃលើអាដុំម៉ាណាគ្រីស្តាល់ហ្នឹងទៅម៉ាស៊ីនគណនាធម៌ពលក៏ចាប់ផ្ដើម error សង្ស័យថាធម៌ពលរបស់ជីនវូហ្នឹងខ្លាំងលើសលប់ពេកហើយបានធ្វើឲ្យម៉ាស៊ីន error ចឹងនេះរួចហើយអ្នកគ្រប់គ្រងនៅកន្លែងហ្នឹងក៏បានចូលមកជួយមើលគ្នាថាវាមានបញ្ហាអីក្រោយពីព្យាយាមម្ដងជា2ដងទៀតហើយប្រូមេការនៅកន្លែងហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់បានដឹងយ៉ាងច្បាស់ពីបញ្ហាមួយនេះនិយាយទៅគាត់អាចស្មានដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់ប្រូជីនវូបើធៀបទៅនឹង Hunter កំពូល S rank ទាំង10នាក់ទៀតប្រចាំប្រទេសដោយហេតុនេះហើយទើបបានជាម៉ាស៊ីនវាស់ធម៌ពលធម្មតារបស់ពួកគេហ្នឹងមិនអាចវាស់ធម៌ពលរបស់ជីនវូបានអញ្ចឹងគឺមានតែពួកថ្នាក់លើទេទើបអាចមានសមត្ថភាពវាយតម្លៃថាធម៌ពលរបស់ប្រូជីនវូហ្នឹងខ្លាំងដល់កម្រិតណាកាត់មកមើល Mr. Choi ជាមួយនឹង Mr. Wu នៅខាងក្រៅនិយាយគ្នានេះវិញពួកគេទាំងពីរកំពុងតែពិភាក្សាគ្នាអំពីសាកសពបិសាចសម្ោចនៅលើកោះជីជូដែលពួកគេចាប់បានកាលពីលើកមុនឥឡូវនេះក្រុមអ្នកពិសោធន៍កំពុងតែធ្វើការសិក្សាអំពីពួកវាឲ្យថាពួកវាមានការវិវត្តខ្លួនដល់កម្រិតណារួចហើយ Mr. Choi ក៏បានចាប់អារម្មណ៍ឃើញថាម៉ារីយ៉ានឹងដូចជាមានរឿងចម្លែកច្រើនខ្លាំងមែនទែនជាក់ស្ដែងដូចជាករណីដងចិនពណ៌ក្រហមកាលពីថ្មីហ្នឹងដោយ Mr. Choi ចង់ដឹងថាជីនវូដែលជាអ្នកឃ្លាមេបិសាចនៅក្នុងដងចិនពណ៌ក្រហមហ្នឹងគឺជាណាគេឲ្យប្រកាសក៏ប៉ុន្តែ Mr. Wu អត់ទាន់បានស៊ើបដឹងពីរឿងនឹងលម្អិតនៅឡើយនោះទេនិយាយទៅគាត់កំពុងតែតាមដានប្រូជីនវូរបស់យើងដូចគ្នារួចហើយពួកគេក៏បានឮសំឡេងញ៉ៃញ៉ៃចេញមកពីក្នុងបន្ទប់តេស្តធម៌ពលមិនដឹងថាអ្នកនៅខាងក្នុងនឹងភ្ញាក់ផ្អើលរឿងអីនោះទេដល់ចឹងទៅពួកគេក៏បានសម្រេចចិត្តដើរចូលទៅមើលនៅកន្លែងហ្នឹងយើងឃើញថាគ្រប់គ្នាគឺភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ប្រូជីនវូរបស់យើងនឹងឯងដោយសារតែម៉ាស៊ីនវាស់ធម៌ពលនៅកន្លែងហ្នឹងគឺមិនអាចវាស់ស្ទង់ពីសមត្ថភាពរបស់ប្រូជីនវូរបស់យើងបាននោះទេហើយពួកគេក៏ចាប់ផ្ដើមសន្និដ្ឋានថាប្រហែលជាប្រូជីនវូរបស់យើងនឹងអាចនឹងក្លាយទៅជាកំពូល Hunter S rank ទី10ប្រចាំប្រទេសក៏ថាបានភ្លាមនោះដែរ Mr. Choi ជាមួយនឹង Mr. Wu ក៏បានចូលមកដល់ពេលឃើញ Mr. Choi ចឹងជីនវូក៏បានស្គាល់ពីគេឈ្មោះក៏ដូចជាសមត្ថភាពដ៏ខ្លាំងក្លារបស់ Mr. Choi ដូចគ្នាចំណែកឯ Mr. Choi វិញគាត់ក៏បានកត់សម្គាល់ឃើញពីចំហាយធម៌ពលដ៏ខ្លាំងក្លាចេញពីខ្លួនរបស់ប្រូជីនវូដល់ចឹងទៅគាត់ក៏ចាប់ផ្ដើមតែរាក់ទាក់ជាមួយនឹងជីនវូបវលជីនវូចូលក្រុមមួយគាត់អីចឹងទៅក៏ប៉ុន្តែយើងឃើញថាជីនវូរបស់យើងអត់មានខ្វល់ជាមួយនឹង Mr. Choi អីមិនតិចទេដើរចេញទៅត្រុយគ្មានទុកមុខឲ្យអីមិនតិចពេលឃើញអញ្ចឹងគ្រប់គ្នានៅកន្លែងហ្នឹងរៀងគាំងដែរហ្នឹងអា Mr. Choi តណៃប៉ុណ្ណាណីតែបែរជាជីនវូអត់មានខ្វល់មួយអីមិនតិចគ្រាន់តែប្រូជីនវូរបស់យើងចេញទៅផុតភ្លាមប្រូយុនហូរបស់យើងក៏បានមកដល់ទីនេះល្មមក្នុងស្ថានភាពយ៉ាងបញ្ញាបញ្ញាប់ងាប់ហើយអាគ្នាមកឡើងបញ្ញាប់ចឹងហើយនៅឆ្លៀតអត់ជួបជីនវូទៀតណាពេលឃើញវត្តមានរបស់ប្រូយុនហូអញ្ចឹង
Mr. Choi ក៏ចាប់ផ្ដើមដឹងហើយថាជីនប៊ូនឹងគឺជាណាគេហើយគាត់ក៏បាននិយាយអីរាក់ទាក់ជាមួយនឹងប្រូយុនហូដែររួចក៏បានដើរត្រឡប់ទៅវិញនិយាយទៅកន្លែងហ្នឹងទាំង Mr. Choi ជាមួយនឹងប្រូយុនហូគឺសុទ្ធតែចង់បានជីនប៊ូចូលរួមជំរំរបស់ពួកគេរៀងៗខ្លួនលុះយប់ឡើងជីនប៊ូក៏បានឆ្លៀតចូលទៅមើលម្ដាយរបស់ខ្លួនមួយផ្លែតនៅឯមន្ទីរពេទ្យដោយជីនប៊ូរំពឹងថាមិនយូរមិនឆាប់ទេគាត់នឹងអាចជួយម្ដាយរបស់គាត់បានដល់ពេលជីនប៊ូចេញមកខាងក្រៅវិញស្រាប់តែ Mr. Wu នោះមកកាក់គាត់ទៀតហើយនិយាយទៅ Mr. Wu នោះមិនដឹងជាការងារស្អីទេមកតាមជីនប៊ូរហូតធ្វើមើលអាអ្នកទោសហើយតាមពិតទៅ Mr. Wu គឺចង់មកជួបជីនប៊ូដើម្បីនិយាយចរចាគ្នាពាក់ព័ន្ធជាមួយនឹងរឿងផ្ទៃក្នុងរបស់អង្គភាព Hunter តិចតួចក៏ប៉ុន្តែ Mr. Wu ក៏រៀងដឹងខ្លួនដែរថាសមត្ថភាពរបស់ Jin Woo មិនដូចកាលពីលើកមុនទៀតទេឥឡូវហ្នឹងគេឡើង Top S rank ហ៎អញ្ចឹងហើយបើធំតា Mr. Wu ម្នាក់គឺមិនអាចនិយាយជាមួយនឹង Jin Woo បានទេហើយអ្នកដែលចង់ជួប Pro Jin Woo ប្រកបហ្នឹងគឺជាលោកប្រធាន Go កាន់ហេដល់ពេល Jin Woo ឃើញមេធំមហោខ្លួនអញ្ចឹងរៀង surprise ដែរហ្នឹងណាបន្ទាប់មកពួកគេក៏បានទៅរកកន្លែងសមរម្យដើម្បីជជែកគ្នារួចហើយលោកប្រធាន Go ក៏បានចាប់ផ្ដើមដោយការអបអរសាទរដែល Jin Woo ហ្នឹងបានឡើងធ្វើជា Hunter S rank Auto ហើយនិយាយទៅគឺចាំថ្ងៃ Jin Woo ឡើងទៅអង្គភាពធំធ្វើការវាយម្លាយពីថ្នាក់លើមកតង់ទៀតនោះជីនវូនឹងខ្លាយទៅជា Hunter S rank ពេញសិតតែម្ដងដែលឡែកជាទូទៅមុនពេលដែលឡើងទៅធ្វើការវាយម្លាយពីថ្នាក់លើហ្នឹងគ្រប់ Hunter S rank ទាំងអស់គឺតែងតែមានកិច្ចពិភាក្សាឯកជនមួយជាមួយនឹងលោកប្រធាន Go ដូចឥឡូវហ្នឹងចឹងនិយាយមួយឲ្យជ្រៅទៅឆ្ងាយទៅលោកប្រធាន Go គឺចង់ឲ្យជីនវូនឹងចូលធ្វើការឲ្យគាត់នៅក្នុងអង្គភាព Hunter ហើយបើសិនបើជាជីនវូយល់ព្រមគាត់មានតំណែងពិសេសមួយទុកឲ្យជីនវូហើយស្រាប់នៅក្នុងអង្គភាព Hunter ហ្នឹងចូលហេតុតែគេឡើងរ៉េងណណាគេក៏ចង់បានដែរដូចយើងលេង Game Mobile Legends អញ្ចឹងកាលណាតែយើងរ៉េងធំណាគេក៏ចង់លេងមួយយើងដែរមិនអញ្ចឹងឲ្យអស់លោកសកលរួចហើយលោកប្រធាន Go ក៏បានបញ្យល់លម្អិតឲ្យជីនវូបានដឹងពាក់ព័ន្ធជាមួយនឹងរឿងផ្ទៃក្នុងរបស់អង្គភាពជាទូទៅអង្គភាព Hunter គឺគ្រប់គ្រងទៅលើជំរំ Hunter ធំទាំង5ប្រចាំប្រទេសហើយអាចជំរំ Hunter ទាំង5ហ្នឹងធ្វើការឲ្យអង្គភាព Hunter ក៏ពិតមែនក៏ប៉ុន្តែវាប្រៀបដូចជាសត្រូវជាមួយគ្នាដែរដោយមេដែលគ្រប់គ្រងនៅក្នុងជំរំ Hunter នីមួយៗហ្នឹងគឺតែងតែចង់ឲ្យក្រុមរបស់ខ្លួនហ្នឹងខ្លាំងជាងគេដែលនេះហើយលោកប្រធាន Go គឺចង់រក្សាលំនឹងក្រុមជំរំ Hunter ទាំង5ហ្នឹងបើសិនជាជីនវូហ៊ានតែលបូតចូលទៅក្នុងក្រុមជំរំមួយណានោះច្បាស់ជាមានបញ្ហាជាមិនខានដែលនេះហើយទើបបានជាលោកប្រធាន Go គឺចង់ឲ្យជីនវូនឹងចូលធ្វើការនៅក្នុងអង្គភាពធំតែម្ដងចំពោះសំណើមួយនេះបើស្ដាប់មើលទៅដូចរៀងតំណងដែរសម្រាប់ជីនវូតែបើគិតទៅបើសិនបើជាគាត់ធ្វើការនៅក្នុងអង្គភាព Hunter អញ្ចឹងវារៀងដូចរៀងសនុកពេកនិយាយទៅវាផ្ទុយទៅនឹងអ្វីដែលជីនវូចង់បានដែលគាត់គឺចង់ឡើង level ឲ្យបានខ្លាំងបំផុតតាមដែលអាចធ្វើបានណោះដែលនេះហើយជីនវូក៏បានបដិសេធជាមួយនឹងលោកប្រធាន Go ដោយគាត់គឺចង់នៅធ្វើជា Hunter ធម្មតាដើរវាយបិសាចធម្មតាអញ្ចឹងទៅពេលលឺអញ្ចឹងលោកប្រធាន Go មានការភ្ញាក់ផ្អើលជាខ្លាំងរួចគាត់ក៏បានសួរបញ្ជាក់ជីនវូម្ដងទៀតថាប្រកាសហើយនៅធ្វើ Hunter ដើរវាយបិសាចទាំងអស់នឹងធម្មតាដល់អញ្ចឹងទៅជីនវូក៏បានតបទៅវិញថាហ្នឹងហើយប្រកាសតែព្រោះដើមកំណើតគាត់គឺកើតចេញពីការវាយបិសាចហ្នឹងហើយគាត់អត់ទៅធ្វើអីផ្សេងទៀតទេពេលលឺអញ្ចឹងលោកប្រធាន Go ក៏អត់ដឹងនិយាយអីតទៅទៀតដែរក៏ប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺពិតជាមានមោទនភាពខ្លាំងមែនទែនទៅលើទឹកចិត្តអ្នកចម្បាំងរបស់ជីនវូដោយឃើញថាមេរៀងល្ងឹតតែបញ្ញាប់ទៅមើលប្អូនស្រីនៅផ្ទះវិញជីនវូក៏បានសុំលោកប្រធាន Go ត្រឡប់ទៅផ្ទះនៅពេលដែលជីនវូចេញទៅផុតលោកប្រធាន Go ក៏បានប្រាប់ឲ្យជំនួយការរបស់គាត់ Mr. Wu នឹង cancel រាល់កិច្ចការរបស់គាត់នៅថ្ងៃនឹងចោលអស់និយាយទៅលោកប្រធាន Go អត់ដែលទទួលបានអារម្មណ៍រំភើបក្រោយពីនិយាយមួយណាគេហើយដូចនិយាយមួយជីនវូទេចឹងហើយលោកប្រធាន Go គឺចង់បានពេលតនេនៅពេលនេះដើម្បីសិក្សាពីជីនវូបន្ថែមទៀតរួចគាត់ក៏បានប្រមូល Mr. Wu ទៅផឹកជាមួយគាត់ដើម្បីជជែកគ្នាពាក់ព័ន្ធជាមួយនឹងជីនវូបន្តទៀតចំណែកឯជីនវូវិញនៅតាមផ្លូវគាត់ក៏ចាប់ផ្ដើមគិតពីសំណើរបស់លោកប្រធាន Go ម្ដងទៀតណានិយាយទៅការងារនៅក្នុងអង្គភាព Hunter វាក៏ល្អម្យ៉ាងដែរក៏ប៉ុន្តែបើសិនបើជាគាត់ធ្វើការនៅក្នុងអង្គភាព Hunter ទៅគាត់អត់ងាយបានឡើង level លឿនទេអញ្ចឹងហើយជីនវូអត់ចង់ចំណាយពេលច្រើននោះទេពីព្រោះគាត់ប្រញាប់ឡើង level ដើម្បីយកទឹកថ្នាំអមតៈជួយម្ដាយរបស់គាត់កាន់មកខាងអាប៉ែដងសូដែលកំពុងតែដេកពេទ្យត្រូវរបួសធំរបស់ឪរបស់ជីនវូឯនេះវិញនៅពេលហ្នឹងក៏មានបារម្ភម្នាក់ដើរមកសួរគេថាប្រូសុងអ៊ីវ៉ាន់ដែលជាឪរបស់ជីនវូហ្នឹងគឺជាបិសាចឬក៏ជាមនុស្សហើយប្រកាសយីអាប៉ែនេះគេវាយឯងឡើងធំប៉ុណ្ណឹងហើយនៅមើលឃើញគេចេញមនុស្សទៀតឯងបើប្រូឯងមើលឃើញអាប៉ែសុងអ៊ីវ៉ាន់ហ្នឹងគឺជាមនុស្សក៏មើលទៅតែក្នុងផ្នែករបស់អាប៉ែដងសូឥឡូវហ្នឹងប្រូសុងអ៊ីវ៉ាន់គឺជាបិសាចរួចហើយប្រូម្នាក់ហ្នឹងក៏បានប្រាប់ឲ្យប្រូដងសូហ្នឹងដេកសម្រាប់ជាបាខ្លួនឲ្យល្អទៅចាំគាត់គឺជាអ្នកដោះស្រាយរឿងហ្នឹងបន្តនៅពេលដែលប្រូម្នាក់នឹងចេញទៅផុតប្រូដងសូហាក់បីដូចជាមានការខឹងចិត្តជាមួយនឹងខ្លួនឯងខ្លាំងមែនទែនមិនគួរណាចាញ់យ៉ាងអាម៉ាស់បែបនេះតតែសោះរួចហើយគាត់ក៏បានគិតទៅដល់ពាក្យសម្ដីរបស់សុងអ៊ីវ៉ាន់ដែលបានគំរាមគាត់
ដោយប្រូសុងអ៊ីវ៉ាន់បាននិយាយថាបើសិនបើជាអបិដងសូនឹងនៅតែញញៃជាមួយនឹងគ្រួសាររបស់គាត់ទៀតកុំថាឡើយសេចក្តីស្លាប់អញឲ្យហែកមេឃហត់អានាងចូលនិយាយទៅប្រូសុងអ៊ីវ៉ាន់កាចដែរហ្នឹងអាកាចដូចកូនគេអញ្ចឹងហើយពីគិតពីពាក្យសម្ដីនឹងហើយប្រូដងសូកាន់តែឆេះកំហឹងថែមមកកម្រិតទៀតសឹងតែថាបើសិនបើជាងើបទៅវាយលើនឹងបានទៅវាយលើនឹងហ្មងនេះហើយបើសិនបើជាគាត់ជាពេលរបួសពេលណាគាត់នឹងយកលុយទៅទិញអាវុធថ្លៃៗដើម្បីទៅសងសឹកប្រូសុងអ៊ីវ៉ាន់វិញនិយាយមកដល់រឿងអាវុធអញ្ចឹងឥឡូវហ្នឹងជីនវូគឺកំពុងតែ search មើលអ៊ីនធឺណិតហៅមើលទិញអាវុធគេដែរតែថាអាវុធដែលជីនវូចង់បានហ្នឹងគឺសិតតែអាវុធថ្លៃៗជីនវូអត់ទាន់មានលុយទិញទេកំពុងតែអូសចុះអូសឡើងហ្នឹងជីនវូក៏បានឃើញព័ត៌មានគេកោះហៅ Hunter ចូលរួមនៅក្នុងដងចិនមួយហើយជីនវូក៏បានចុះឈ្មោះចូលទៅក្នុងដងចិនហ្នឹងដែរលុះព្រឹកឡើងយើងក៏បានឃើញថាតាមពិតទៅជីនវូចុះឈ្មោះធ្វើអ្នកជីកត្បូងនៅក្នុងដងចិនហ្នឹងសោះយេវៃសាំហ្មងដាច់ចកេះហ្មងណាហើយដំណឹងនេះក៏បានលើទៅដល់លោកវិធាន Go ដែរធ្វើឲ្យលោកវិធាន Go ហ្នឹងហួសចិត្តខ្លាំងមែនតើមិននឹកស្មានថាជីនវូហ្នឹងពិបាកស្មានចិត្តដល់ថ្នាក់ហ្នឹងសោះនិយាយទៅអាខ្លួនឯងនឹងចិត្តបានខ្លាយទៅជា Hunter S Rank ថ្ងៃហ្នឹងមកធ្វើកម្មករជីកត្បូងឲ្យគេឯណាតប៉ាយ JM បន្ទាប់មកមេធីមក្រុមអ្នកជីកត្បូងហ្នឹងក៏បានបញ្យល់ការងារត្រួសទៅឲ្យជីនវូបានដឹងពីព្រោះថាវាគឺជាការងារដំបូងរបស់ជីនវូជាទូទៅនៅក្នុង Dungeon Rank ខ្ពស់ៗចាប់ពី Rank B Rank AA ឡើងហ្នឹងគេមាន2ក្រុមផ្សេងគ្នាសម្រាប់ធ្វើការនៅក្នុងហ្នឹងចំពោះក្រុមទី1គឺជាក្រុមដែលត្រូវប្រយុទ្ធគ្នាជាមួយនឹងពួកបិសាចរីឯក្រុមទី2គឺជាក្រុមអ្នកកម្មករជីកត្បូងហ្នឹងឯងអញ្ចឹងនៅពេលដែលក្រុម Hunter វាយបិសាចនៅកន្លែងដែលមានត្បូងម៉ាណាច្រើននឹងរួចរាល់ហើយវាក៏ដល់វេនភារកិច្ចក្រុមអ្នកជីកត្បូងវិញម្ដងចូលទៅជីកត្បូងយកចេញមកខាងក្រៅអញ្ចឹងបានន័យថាគេវាយតាកូនបិសាចនៅក្នុងហ្នឹងសិនទេហើយបើសិនបើជាយើងចង់ចូលទៅវាយមេធំហ្មងក៏បានដែរតែទាស់ថងថាដងចន់ហ្នឹងវាឆាប់បិទតែកាលណាដងចន់ឆាប់បិទអញ្ចឹងយើងក៏អាចប្រមូលត្បូងម៉ាណាគ្រីស្តាល់នៅក្នុងហ្នឹងបានច្រើននោះដែរយើងឃើញថានៅក្នុងបេសកកម្មមួយនេះដែរគឺដឹកនាំដោយ Mr. Choi បន្ទាប់ពី Mr. Choi បានប្រើធម្មពលភ្លើងដ៏ខ្លាំងក្លារបស់គាត់ដុតបំផ្លាញបិសាចនៅក្នុងដនចន់ហ្នឹងអស់ហើយMr. Choi ក៏បាននាំគ្នារបស់គាត់ចេញមកខាងក្រៅវិញទុកទួនាទីនឹងឲ្យអ្នកជីកត្បូងវិញម្ដងនៅពេលហ្នឹងយើងឃើញថា Hunter ស្រីស្អាតរបស់យើងឆាអ៊ីនក៏មានវត្តមាននៅកន្លែងហ្នឹងដែរនៅពេលដែលពួកគេចេញមកខាងក្រៅវិញជីនវូរបស់យើងដូចរៀងលាក់មកណាខ្លាច Mr. Choi ឃើញរួចហើយជីនវូក៏បានប្រទះឃើញឆាអ៊ីនជាលើដំបូងដែលធ្វើឲ្យគាត់រៀងចាប់អារម្មណ៍ទៅលើនាងបន្តិចដែរកំពុងតែលួចមើលកូនស្រីគេសរសើរគេសុកហ្នឹងអូនឆាអ៊ីនក៏បានកត់សម្គាល់ដឹងក្លិនរបស់ជីនវូវាស្តៀងទៅនឹងក្លិនរបស់លោកវិធាន Go ដែរដល់ចឹងទៅឆាអ៊ីនក៏ចាប់តាមឆ្ងល់ថាលោកវិធាន Go នៅនឹងដែរមែនបាននាងធំក្លិនបែបនេះនៅកន្លែងហ្នឹង admin សុំបញ្យល់ប្រាប់អ្នកនរគ្នាឲ្យហ្មងទៅនិយាយទៅអូនឆាអ៊ីនរបស់យើងចំោះរបស់នាងគឺឆាប់ប្រតិកម្មជាមួយណាក្លិនម៉ាណាហ្នឹងណាបើសិនជានៅក្នុងខ្លួនយើងមានអាធម្មពលចំហាយម៉ាណានឹងខ្លាំងអូនឆាអ៊ីនរបស់យើងឆាប់ដឹងក្លិនហ្មងពីព្រោះថាវាក្លិនក្អូបខ្លាំងដែលហេតុនេះហើយទើបបានជាអូនឆាអ៊ីនរបស់យើងធំក្លិនប្រូជីនវូសោះបើជាគិតថាលោកប្រធាន Go ទៅវិញបន្ទាប់ពីហ្នឹងមេធីមអ្នកជីកត្បូងក៏បានកោះហៅគ្នាកូនចៅរបស់គាត់ព្រមទាំងជីនវូនឹងចូលទៅធ្វើការនៅខាងក្នុងនៅពេលដែលចូលទៅដល់ជីនវូក៏បានកត់សម្គាល់ដឹងពីចំហាយមេបិសាចនៅក្នុងដុនចន់មួយហ្នឹងថាវាមានសមត្ថភាពខ្លាំងជាងបិសាចផ្សេងនៅក្នុងវាមានបិសាចដែលគាត់ធ្លាប់ជួបទៅទៀតដល់ចឹងទៅជីនវូក៏ចាប់ផ្ដើមមានគំនិតចង់សាកជាមួយនឹងមេបិសាចនៅក្នុងនោះមួយស្នៀតពីរស្នៀតថាសមត្ថភាពរបស់គាត់នឹងកើនឡើងដល់កម្រិតណាហើយកំពុងតែឈរគិតសុកហ្នឹងក៏ស្រាប់តែមានអាប៉ែ2នាក់នោះកំពុងតែនិយាយដើមពីក្រោយខ្នងជីនវូចឹងណានិយាយទៅ2នាក់ហ្នឹងដូចជារៀងមើងងាយជីនវូខ្លាំងមែនតើមិននឹកស្មានថាមេរបស់ពួកគេហ្នឹងយក Hunter Rank E ដូចជាជីនវូហ្នឹងយកមកធ្វើការតតែសោះពេលលឺអញ្ចឹងជីនវូក៏ចាប់ដើមគិតក្នុងចិត្តណាថាមិនថាទៅដល់កន្លែងណាទេឲ្យតែយើងរែងតូចគឺគេមើងងាយអញ្ចឹងឯងវាធម្មតាជាទម្លាប់បាត់ទៅហើយបន្ទាប់មកក៏ស្រាប់តែមានអាប៉ែមិត្តធំម្នាក់ចូលមករករឿងស្ដីឲ្យជីនវូថាឲ្យចេញឲ្យឆ្ងាយពីកន្លែងហ្នឹងទៅវាចាត់មានគ្រោះថ្នាក់កុំចូលជ្រៅពេកតែមានណាគាត់ថាជីនវូសឡក់ភ្នែករៀងកាយតិចអាប៉ែនឹងភ័យឡើងញ័រកំឡុងពេលដែលបំពេញការងារយើងឃើញថាមេអ្នកជីកត្បូងនៅកន្លែងហ្នឹងចាប់អារម្មណ៍ពីទេពកោសល្យរបស់ជីនវូខ្លាំងមែនតើបើមើលទៅកាយសម្បទាក៏ដូចជាកម្លាំងរបស់ជីនវូទៅហាក់បីដូចជាមិនមែន Hunter E Rank ទេដល់ចឹងទៅមេធីមអ្នកជីកត្បូងហ្នឹងក៏បានគិតថាប្រហែលជាគាត់មានសំណាងហើយបានជាជីនវូមកចូលរួមក្រុមជាមួយគាត់បែបនេះលុះពេលមកដល់ម៉ោងសម្រាកជីនវូនៅអូកាឡាធ្វើការនៅហ្នឹងថាចាំប្រហើយផ្លែសិនអត់ទាន់ចង់សម្រាកទេនិយាយទៅគេចង់អូកាឡានៅនឹងម្នាក់ឯងដើម្បីឆ្លៀតឱកាសទៅវាយជាមួយនឹងមេនៅក្នុងដនចនហ្នឹងដល់ចឹងទៅមេរបស់ជីនវូហ្នឹងក៏បានបដ ாய்ឲ្យជីនវូនៅហ្នឹងទៅតែផ្ដែផ្ដាំថាកុំឲ្យចូលជ្រៅពេកវាយ៉ាមានគ្រោះថ្នាក់គ្រាន់តែគ្រប់គ្នាចេញទៅផុតម៉ែឲ្យប្រុយទៅដល់មុខទ្វារមេធំបាត់
គ្រាន់តែរៀបទាញកាបិតចូលទៅក្នុងហ្នឹងហើយហ្នឹងណាស្រាប់តែលឺសលេងមនុស្សស្រីម្នាក់ស្រែកសួរគាត់ពីក្រោយថាចង់ធ្វើអីដល់ពេលជីនវូក៏លេចទៅមើលម៉ែហើយឆាហេអ៊ីននោះចាប់បដោយឆាហេអ៊ីនចាប់បានស្រាច់អូខេហ្នឹងហើយអ្នកនាងសាច់រឿង Solo Leveling Season ទី2 Episode ទី4របស់យើងគឺត្រូវបានបញ្ចប់ដោយត្រឹមហ្នឹងបើសិនជាអ្នកនាងត្រូវការអាវយឺតក៏ដូចជាអាវលងាដែលមានរូបប្រូសុងរបស់យើងអ្នកនាងអាចទៅរកមើលបាននៅក្នុង Page Hasakara Store របស់យើងឥឡូវហ្នឹងដែរ Admin បានយកម៉ូដថ្មីមកថែម2ម៉ូដទៀតហើយមើលមិនដែរពេញចិត្តទេបើពេញចិត្តចាំការទៀតសូត្រទៅតន់មាន stock អូខេបើសិនជាអ្នកនាងត្រូវការឆាតចូល Page ទៅ Admin Sakara ចាំ reply ឆាតអ្នកនាង24ម៉ោងតែម្ដងចំពោះ link page របស់យើង admin បានដាក់នៅក្នុង description ខាងក្រោមនេះអ្នកនាងអាចឆែកមើលបានជាចុងក្រោយអរគុណដល់អ្នកនាងដែលបានគាំទ្រ admin ក៏ដូចជាតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ May the God will bless you